Ok, sắp đây ngay dương chẳng ngày nay hồ miên vì xa kỳ mì muối xâm rạp triêm bà lòng thì bổng bốn được có triêm một trong mì tí bì đấy chắc là không ở vì xa bao dương cứ dương miên bay đồng bán chắc đồng bán thì muối cứ dương ở chưa rơi chùm lòi chẳng cái tha tái cái chai axit chiaประมาณ ประเภทchẳng axit cái chai trên chia 2 ประเภทนะmiên axit ខ្លាំង និង axit ខ្សោយ ok សំណួរជ្រើសរើសទី2តើកសិករប្រើសមាសធាតុអ្វីដើម្បីបន្សាបជាតិអាស៊ីតនៅក្នុងដីណាចង់យើងដឹងហើយតាមរយៈមេរៀនបាសណាមេរៀនបាសឬក៏មេរៀនអាស៊ីតហ្នឹងនៅក្នុងការបន្សាបជាតិអាស៊ីតមួយបានគឺយើងត្រូវប្រើទៅលើ solution បាសគឺប្រតិកម្មរវាងអាស៊ីតនិងបាសឲ្យផលដូចជាអំបិលនិងទឹកឬក៏យើងហៅថាប្រតិកម្មអាស៊ីតបាសនេះគឺជាប្រតិកម្មបន្សាបអញ្ចឹងដើម្បីបន្សាបជាតិអាស៊ីតនឹងបានយើងត្រូវប្រើទៅលើ solution បាសឬក៏យើងហៅថាទឹកកំបោរអូខេអញ្ចឹងយើងចូលទៅដល់សំណួរទី3អញ្ចឹងនៅក្នុងសំណួរទី3តកតងទៅនឹងការជ្រើសរើសឬក៏ការបំពេញចន្លោះអញ្ចឹងគេថាអុកស៊ីហ្សែនណាវាជាឧស្ម័នគ្មានពណ៌គ្មានក្លិននិងធ្ងន់ជាងខ្យល់បន្តិចហើយចំពោះម៉ាសអាតូមរបស់អុកស៊ីហ្សែនយើងដឹងហើយអុកស៊ីហ្សែនគឺមានម៉ាសអាតូម16ហើយម៉ាសម៉ូលេគុលរបស់អុកស៊ីហ្សែននេះណាគឺវាមាន30 32តើតើទៅនឹងការតម្រៀបធាតុគីមីនៅក្នុងតារាងខួបគឺត្រូវបានគេតម្រៀបឡើងទៅតាមចំនួនប្រូតុងឬក៏លេខអាតូមណាលំដាប់កើនឡើងនៃចំនួនប្រូតុងឬក៏លេខអាតូមអូខេអញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់កន្លែងនេះអូខេអញ្ចឹងតើតើទៅនឹងការសរសេរសមីការមានថាគេឲ្យយើងសរសេរសមីការសរសេរនឹងថ្លឹងសមីការអញ្ចឹងយើងមានលោហៈប្រតិកម្មជាមួយអាស៊ីតចឹងតាមរយៈលក្ខណៈគីមីលោហៈប្រតិកម្មជាមួយអាស៊ីតយើងទទួលបានអំបិលនិងអ៊ីដ្រូសែនអញ្ចឹងប្រតិកម្មទី1គឺសូឌីយ៉ូមប្រតិកម្មជាមួយនឹងអាស៊ីតកាបូនិកយើងទទួលបានសូឌីយ៉ូមកាបូណាតនិងអ៊ីដ្រូសែនអូខេអញ្ចឹងបងប្អូនថ្លឹងវាទៅណាសូឌីយ៉ូម2ស្មើគ្នាកាបូនស្មើគ្នាអុកស៊ីហ្សែន3អ៊ីដ្រូសែន1 2ស្មើគ្នាអ៊ីស្មើគ្នាប្រតិកម្មទី2គឺប្រតិកម្មរវាងអំបិលជាមួយបាសអញ្ចឹងលក្ខណៈគីមីរបស់អំបិលប្រតិកម្មមួយបាសអញ្ចឹងយើងទទួលបានអីគេយើងទទួលបានអំបិលថ្មីនិងបាសថ្មីអូខេទី3គឺអាស៊ីតប្រតិកម្មជាមួយបាសឬក៏បាសប្រតិកម្មមួយអាស៊ីតទទួលបានអំបិលនិងទឹកអូខេចុងក្រោយគឺអំបិល2យ៉ាងនៅក្នុងមេរៀនចុងក្រោយរបស់យើងគឺអំបិល2យ៉ាងប្រតិកម្មមួយគ្នាគឺទទួលបានអំបិលថ្មី2អញ្ចឹងអាលុយមីញ៉ូមនីត្រាតប្រតិកម្មជាមួយនឹងប៉ូតាស្យូមផូស្វាតយើងទទួលបានអាលុយមីញ៉ូមផូស្វាតនិងប៉ូតាស្យូមនីត្រាតអូខេចានេះតកតងទៅនឹងរ៉ូម៉ាំងទី1និងរ៉ូម៉ាំងទី2ដោយឡែកនៅក្នុងរ៉ូម៉ាំងទី3អញ្ចឹងជារ៉ូម៉ាំងចុងក្រោយអញ្ចឹងសូមឲ្យបងប្អូនព្យាយាមធ្វើម៉េចធ្វើលំហាត់ឲ្យបានច្រើនណាអញ្ចឹងយើងមើលសំណួរទី1គេថាគេថ្លឹងក្រាមនៃសូឌីយ៉ូមអ៊ីដ្រូស៊ីតនឹងចំនួន1ក្រាមតែដាក់នៅក្នុងទឹកគេទទួលបាន solution ដែលមានមាត្រ500 មីលីលីត្រណា500 មីលីលីត្រអញ្ចឹងនៅពេលដែលគេលាយវាទៅយើងទទួលបានក្រាមឬក៏ solution សូឌីយ៉ូមអ៊ីដ្រូស៊ីតនឹងឯងអញ្ចឹងទី1គេឲ្យយើងគណនាចំនួនម៉ូលទី2គណនាកំហាប់ជាម៉ូលអញ្ចឹងចំនួនម៉ូលវាយើងអាចគណនាតាមណាក្នុងករណីដែលបងប្អូនស្គាល់ម៉ាស់យើងអាចគណនាម៉ូលស្មើនឹងម៉ាស់នៅលើម៉ាស់ម៉ូលអញ្ចឹងម៉ាស់យើងស្គាល់1ហើយម៉ាស់ម៉ូលសូឌីយ៉ូមអ៊ីដ្រូស៊ីតណាយើងឃើញថាវាមាន40អញ្ចឹងម៉ាស់ម៉ូលេគុលវាស្មើ40អញ្ចឹងយើងបានអីឡើយហ្នឹងអញ្ចឹងយើងអាចចំនួនចូលទៅឃើញម៉ូលកំហាប់ជាម៉ូលអញ្ចឹងរហូតឲ្យរូបមុនគឺកំហាប់ជាម៉ូលស្មើអីស្មើនឹងម៉ូលនៅលើមាត្រអញ្ចឹងម៉ូលយើងរកឃើញពីសំណួរកហើយមាត្រគឺយើងមានកន្លែងនេះអញ្ចឹងដោយហេតុថាមាត្រគឺយើងគិតជាលីត្រណាអានេះជាឲ្យជាម៉ូជាមីលីលីត្រអញ្ចឹងយើងបាន550នេះចែកនឹង1000អញ្ចឹងយើងចែកនឹង1000ទៅណាយើងទទួលបានប៉ុន្មានអញ្ចឹងវាប្រហែលនឹង0.55លីត្រណា55លីត្រអញ្ចឹងយើងឃើញថាយើងទទួលបានទាំងម៉ូលនិងមាត្រអញ្ចឹងយើងអាចគណនាសំណួរទី1បានសំណួរទី2ឬក៏លំហាត់ទី2គេមានទង់ដែងអុកស៊ីតណាគេមានទង់ដែងអុកស៊ីតដែលនៅក្នុងទង់ដែងអុកស៊ីតហ្នឹងគឺមានទង់ដែងណាដែលមានទង់ដែង12ក្រាមហើយគេយកវាទៅប្រតិកម្មជាមួយនឹងអីគេយកវាទៅប្រតិកម្មជាមួយនឹង
តុងដែងសំទោសគឺប្រតិកម្មមួយហ្នឹងអាស៊ីតស៊ូបារិកគេទទួលបានតុងដែងស៊ុលផាតចំនួនប៉ុន្មានក្រាមអញ្ចឹងដោយហេតុថាកន្លែងនេះវាជាម៉ាស់របស់តុងដែងសុទ្ធណាវាមិនមែនជាតុងដែងអុកស៊ីតទេបើយើងគិតទៅថាតុងដែងអុកស៊ីតវារូបមន្តបែបនេះហើយនៅក្នុងតុងដែងអុកស៊ីតហ្នឹងវាមានតុងដែងសុទ្ធហ្នឹង12ក្រាមអញ្ចឹងកន្លែងហ្នឹងយើងត្រូវទៅរកតុងដែងអុកស៊ីតឲ្យឃើញសិនណាតាមរយៈអីគេយើងវិចារទៅឃើញតុងដែងអុកស៊ីតហើយយើងអាចរកម៉ូលវាឃើញរកម៉ូលហើយយើងវិចារតាមសមីការដើម្បីទៅរកម៉ូលអីគេរកម៉ូលរបស់តុងដែងស៊ុលផាតហើយយើងអាចគណនាម៉ាស់វាបានប៉ុន្តែក្នុងលក្ខខណ្ឌឡើយនេះបងអាចប្រើតាមរយៈវិចារទាំងអស់ក៏បានដែរណាយើងវិចារទាំងអស់ក៏បានប៉ុន្តែលំហាត់នេះគ្រូសូមដោះស្រាយតាមរូបមន្តអូខេឥឡូវយើងចូលទៅមើលចម្លើយតែម្ដងណានេះគឺជាចម្លើយដែលយើងបានដោះស្រាយរួចហើយអូខេតោះចឹងគ្រូស៊ូមឲ្យធំតិចណាគ្នាយើងអញ្ចឹងតើតើនៅសំណួរកគឺយើងគណនាទៅលើម៉ូលរបស់អីគេ NaOH អញ្ចឹងយើងគណនាតាមណាយើងមានរូបមន្តមួយគឺ n ស្មើ m តូចនៅលើ m ធំម៉ាស់នៅលើម៉ាស់ម៉ូលណាម៉ាស់នៅលើម៉ាស់ម៉ូលអញ្ចឹងដោយយើងស្គាល់អីគេមិញតាមរយៈបំរាប់របស់យើងស្គាល់ម៉ាស់ហើយនឹងអីគេយើងស្គាល់ម៉ាស់ molecule របស់វាអញ្ចឹងយើងចំនួនចូលយើងបាន1ចែកឲ្យ40ស្មើនឹង 0.025 ម៉ូលណា 0.025 ម៉ូលអញ្ចឹងដូចនេះណាយើងឆ្លើយដូចនេះម៉ូលរបស់តុងដែងម៉ូលរបស់សូយ៉ូមអ៊ីតុកស៊ីតហ្នឹងស្មើនឹង 0.025 ម៉ូលឥឡូវយើងរកឃើញម៉ូលរបស់វាមួយហើយអញ្ចឹងនៅពេលដែលយើងរកឃើញម៉ូលគឺយើងអាចរកអីគេមួយទៀតគឺគ្នាយើងអាចទៅរកកំហាប់ជាម៉ូលរបស់វាបានណាចារៀងរំខានតិចណាអញ្ចឹងនេះយើងអាចទៅរកកំហាប់ជាម៉ូលវាបានតាមរយៈអីអញ្ចឹងកំហាប់ជាម៉ូលយើងមានរូបមន្តមួយគឺកំហាប់ជាម៉ូលស្មើនឹងម៉ូលនៅលើមៀតណាម៉ូលនៅលើមៀតអញ្ចឹងយើងបានប៉ុណ្ណឹងណាម៉ូលនៅលើមៀតយើងបានប៉ុណ្ណឹងអញ្ចឹងយើងជំនួសវាចូលទៅអូនយើងជំនួសវាចូលមកដោយម៉ូលរបស់យើងស្មើម៉ាម៉ូលរបស់យើងស្មើនឹង 0.025 ម៉ូលហើយមៀតរបស់វាគឺ550មីលីលីត្រអញ្ចឹងស្មើនឹង 0.55 មីលីលីត្រយើងបែកវាទៅដោយគ្រូបង្ហាញនៅខាងលើមិញអញ្ចឹងយើងជំនួសចូលវិញមកនាំឲ្យកំហាប់ជាម៉ូលរបស់សូយ៉ូមអ៊ីតុកស៊ីតហ្នឹងស្មើនឹង 0.25 ម៉ូលចែកឲ្យ 0.55 ណាអញ្ចឹងយើងបាន0.045 ម៉ូលក្នុង1លីត្រអូខេអញ្ចឹងចម្លើយរបស់យើងមានប៉ុណ្ណឹងណាអានេះគឺជាសំណួរទី1ណាលំហាត់ទី1ដែលឡែកនៅក្នុងលំហាត់ទី2វិញណាគ្រូសុំសង្ខេបណាអញ្ចឹងនៅក្នុងលំហាត់ទី2គេឲ្យយើងគណនាអីគេគណនាម៉ាស់តុងដែងស៊ុលផាតដែលទទួលបានក្រោយពេលប្រតិកម្មអញ្ចឹងយើងអាចសរសេរសមីការតាំងប្រតិកម្មមួយសិនយើងមានតុងដែងអុកស៊ីតប្រតិកម្មជាមួយនឹងអាស៊ីតលក្ខណៈគីមីរបស់អុកស៊ីតបាសប្រតិកម្មជាមួយអាស៊ីតយើងទទួលបានអំបិលនឹងទឹកណាអញ្ចឹងដើម្បីអាចគណនាម៉ាស់របស់តុងដែងស៊ុលផាតបានលុះត្រាតែយើងស្គាល់ម៉ាស់អីគេតុងដែងអុកស៊ីតហើយតុងដែងអុកស៊ីតយើងរកតាមណាយើងរកតាមរយៈម៉ាស់របស់តុងដែងសុទ្ធអញ្ចឹងយើងត្រូវទៅរកម៉ាស់របស់តុងដែងស៊ុលផាតតុងដែងសុទ្ធសិនណាឬក៏កន្លែងនេះម្ដងទៀតណាដើម្បីអាចគណនាម៉ាស់តុងដែងស៊ុលផាតនេះបានយើងត្រូវទៅរកម៉ាស់តុងដែងអុកស៊ីតសិនហើយតុងដែងអុកស៊ីតយើងរកតាមរយៈតុងដែងដែលយើងស្គាល់អញ្ចឹងយើងដាក់សញ្ញាបូកមួយគឺយើងទៅសេទៅលើរូបមន្តវាសិនណាសេលើរូបមន្តសិនគណនាម៉ាស់តុងដែងស៊ុលផាតអញ្ចឹងដោយលោកគ្រូបញ្ជាក់ពីដើមអញ្ចឹងថាលំហាត់នេះគឺលោកគ្រូចង់គណនាវាតាមរូបមន្តណាអត់ចង់គណនាតាមវិចារទេអញ្ចឹងដើម្បីយើងអាចឃើញថាតាមរូបមន្តម៉ូលរបស់តុងដែងស៊ុលផាតស្មើនឹងម៉ាស់នៅលើម៉ាស់ម៉ូលរបស់វាហើយអញ្ចឹងយើងទាញរកម៉ាស់មកស្មើម៉ូលចែកឲ្យម៉ាស់ម៉ូលអញ្ចឹងដើម្បីរកម៉ូលរបស់វាឃើញយើងត្រូវរកតាមរយៈម៉ូលរបស់តុងដែងអុកស៊ីតអញ្ចឹងតុងដែងអុកស៊ីតដោយសារយើងអត់ស្គាល់ទេយើងស្គាល់ទៅលើម៉ាស់របស់តុងដែងអញ្ចឹងតាមរយៈសមីការឬក៏អីយើងអាចឃើញថាម៉េចបាននៅក្នុងតុងដែងអុកស៊ីតចំនួន 79.5 មានតុងដែងសុទ្ធនឹង 63.5 ចុះបើសិនជានៅក្នុងតុងដែងអុកស៊ីត M មានតុងដែងអុកស៊ីតមានតុងដែងនឹងចំនួន 12 ក្រាមណាតើវាមានម៉ាស់តុងដែងអុកស៊ីតនឹងប្រមាណអញ្ចឹងតាមសមាមាត្រយើងបានអីគេអូនតាមសមាមាត្រយើងបាន 79.5 នៅលើ M ចែកឲ្យស្មើជាមួយនឹង 63.5 នៅលើ 12 អញ្ចឹងនាំឲ្យ M ស្មើអីនាំឲ្យ M យើងបានតម្លៃឬក៏ម៉ាស់របស់តុងដែងអុកស៊ីត
ចំនួន 15.002 ណាអញ្ចឹងបន្ទាប់ពីយើងរកឃើញម៉ាស់របស់តុងដែងអុកស៊ីតហើយយើងត្រូវទៅរកម៉ូលរបស់វាពលលោកគ្រូចង់គណនាតាមរូបមន្តណាអត់ចង់តាមវិចារទេអញ្ចឹងដើម្បីគណនាចំនួនម៉ូលរបស់វាយើងប្រើរូបមន្តអូខេអញ្ចឹងយើងមានរូបមន្តឡើងនេះបន្ទាប់មកទៀតយើងមានម៉ាស់របស់វាហើយនឹងម៉ាស់ម៉ូលេគុលរបស់វាយើងស្គាល់ហើយមែនទេអញ្ចឹងបងអូនស្គាល់ទៅលើម៉ាស់ម៉ូលេគុលរបស់តុងដែងអុកស៊ីតហ្នឹង 79.5 អញ្ចឹងម៉ាស់យើងរកឃើញដែរអញ្ចឹងយើងចំនួនចូលទៅក្នុងរូបមន្តទៅយើងទទួលបាននេះគេយើងទទួលបានណាម៉ូលរបស់តុងដែងអុកស៊ីតហ្នឹងគឺចំនួន0.19 ម៉ូលណា 0.19 ម៉ូលអញ្ចឹងនៅពេលដែលយើងរកកន្លែងហ្នឹងនៅពេលដែលយើងរកឃើញម៉ូលរបស់តុងដែងអុកស៊ីតហើយយើងត្រូវវិចាររកម៉ូលរបស់តុងដែងស៊ុលផាតអញ្ចឹងតាមរយៈសម័យកាលនៅពេលដែលយើងសរសេរយើងឃើញថាម៉េចម៉ូលរបស់តុងដែងអុកស៊ីតស្មើជាមួយតុងដែងស៊ុលផាតអញ្ចឹងមានថាអាពីរហ្នឹងវាស្មើគ្នាម៉ូលរបស់វាគឺដូចគ្នាដែរណាម៉ូលរបស់វាដូចគ្នាអញ្ចឹងនាំឲ្យម៉ូលរបស់តុងដែងស៊ុលផាតស្មើជាមួយតុងដែងអុកស៊ីតស្មើនឹង 0.19 ម៉ូលអញ្ចឹងយើងបានអីគេយើងនាំឲ្យម៉ាស់របស់តុងដែងស៊ុលផាតយើងជំនួសចូលទៅស្មើនឹង19គុណឲ្យ 159.5 159.5 ស្មើនឹង 30.30 កន្លែងនេះបើសិនជាបងអូនវិចារតាមសម័យកាលវាអាចលៀងគ្នាតិចតួចណាលៀងគ្នាដោយសារផ្នែកទស្សនវិជ្ជារបស់វាប៉ុន្តែវាមិនជាបញ្ហាទេណាខុសគ្នាតិចតួចគឺអីទេអូខេអញ្ចឹងសរុបមកវិញនៅក្នុងវិញ្ញាសាទី5នេះចម្លើយរបស់លំហាត់ទី2ស្មើនឹង 30.30 អូខេអញ្ចឹងជាចុងក្រោយសង្ឃឹមថាបងអូននឹងតន់ទៅលើលំហាត់នេះហើយនឹងព្យាយាមណានឹងព្យាយាមអនុវត្តខ្លួនឯងឲ្យបានច្រើនអូខេអញ្ចឹងអរគុណជួបគ្នានៅវិញ្ញាសាឬក៏លំហាត់ក្រោយៗទៀត